សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីធ្វើកាហ្វេទឹកដោះគោដូងក្រអូបចំណុះ3លីត្រសម្រាប់ធ្វើច្រកដាក់ដបតូចៗលក់ដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាកាហ្វេឆុងហ្វីនឆុងស្បៃទឹកដូងដោះគោខាប់ដោះគោស្រស់កាហ្វេនេះដែរគឺមួយកញ្ចប់មានទម្ងន់កន្លះគីឡូបងប្អូនហើយនេះដែរគឺជាប្រភេទទឹកដូងក្រអូបกระดาษដែលមួយដបនេះគឺមានចំណុះ1លីត្របើសិនជាបងប្អូនបាក់រត់ទិញផ្លែដូងក្រអូបអាចប្រើទឹកដូងនេះជំនួសបានគឺថាវាជាទឹកដូងដែលកាប់ពីផ្លែដូងមកបណ្ដោយបងប្អូនរសជាតិវាផ្អែមឡំដូចទឹកដូងយើងអញ្ចឹងហើយឥឡូវនេះយើងក៏មកវាស់ទឹកចំនួន3លីត្រហើយយើងដាក់ដាំទឹកនឹងឲ្យពុះរួចហើយយើងក៏មកថ្លឹងគ្រឿងផ្សំរបស់យើងដែលយើងប្រើជាមួយនឹងកាហ្វេនេះចំនួន1ថង់ចំពោះទឹក3លីត្រចំពោះរូបមន្តឆុងកាហ្វេមួយកែវគឺផ្សេងបងប្អូនរូបមន្តនេះគឺសម្រាប់តែច្រកដាក់ដបទេដល់ពេលយើងឆុងលក់មួយកែវយើងឆុងបែបផ្សេងឆុងឲ្យរាងចាស់ដល់ពេលយើងត្រូវការដាក់មួយទឹកកកទៅញ៉ាំទៅវាល្មមតែយើងឆុងដាក់ដបយើងឆុងឲ្យរាងស្រាលណាឥឡូវនេះយើងប្រើម្សៅដោះគោចំនួន150ក្រាមរួចហើយយើងក៏ប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន350មីលីលីត្រចំពោះទឹក3លីត្រជាតិផ្អែមអាចបន្ថែមបន្ថយបានណាបងប្អូនតមកទៀតយើងក៏ប្រើជាមួយនឹងទឹកដោះគោស្រស់กระดาษម៉ាកណាក៏បានដែរចំនួន200មីលីលីត្រទឹកដោះគោស្រស់กระดาษតមកទៀតយើងក៏បន្ថែមជាមួយនឹងទឹកដោះគោរាវខាណេសិនកំប៉ុងក្រហមនេះចំនួន100មីលីលីត្រទៀតមកអញ្ចឹងស្របចូលគ្នាទឹកដោះគោស្រស់2មុខហ្នឹងវា300ហើយទឹកដូងกระดาษវិញគឺយើងប្រើចំនួន400មីលីលីត្របន្តមកទៀតយើងក៏ចាក់ទឹកដោះគោស្រស់กระดาษហ្នឹងចូលគ្នាជាមួយទឹកដូងហ្មងទៅកុំឲ្យពិបាកចាក់ចូលក្នុងឆ្នាំងច្រើនដងបន្តមកទៀតទឹករបស់យើងក៏បានពុះដែរឥឡូវនេះយើងក៏មកឆុងកាហ្វេដោយប្រើស្បៃដោយសារតែកាហ្វេកន្លះគីឡូទឹក3លីត្រនេះវាអត់មានហ្វីនសម្រាប់ឆុងម្ដងទឹក3លីត្រអញ្ចឹងយើងប្រើស្បៃប៉ុន្តែប្រើស្បៃបើយើងអត់ចេះឆុងទេវាអត់ឈ្ងុយដែរបងប្អូនអញ្ចឹងជាដំបូងគឺយើងត្រូវធ្វើម៉េចឲ្យកាហ្វេរបស់យើងនឹងចូលមួយទឹកនឹងឲ្យសព្វបងប្អូនហើយយកកាហ្វេយើងក្រាស់ពេកយើងដាក់ទៅចូលអត់សព្វអញ្ចឹងណាបន្ទាប់ពីយើងជ្រុំកាហ្វេយើងឲ្យចូលទឹករីកល្អហើយយើងក៏គ្របគម្របវាទុកចោល20នាទីឲ្យវាចេញជាតិអស់កុំភ្លេចគ្របឆ្នាំងបងប្អូនបកគ្របឆ្នាំងទេកាហ្វេយើងអាចនឹងហាក្លិនអត់សូវឈ្ងុយណាអញ្ចឹងកុំភ្លេចគ្របឲ្យជិតហើយទុកចោល20នាទីក្រោយមកចាំយើងយកវាមកស្រង់យកកាករបស់វាចេញហើយចំពោះកាកនេះដែរគឺយើងអត់អាចពូតខ្លាំងបានណាបងប្អូនពូតខ្លាំងពេកហើយរស់ចេញកាកកាហ្វេកតិចហ្នឹងមកតាមស្បៃហ្នឹងណាឥឡូវនេះទឹកកាហ្វេរបស់យើងបានទទួលរួចហើយយើងក៏ចាក់ម្សៅទឹកដោះគោចូលតមកទៀតយើងក៏ចាក់ជាមួយនឹងទឹកដោះគោខាប់របស់យើងចូលដែររួចហើយយើងក៏កូរល្បាយទាំងនោះចូលគ្នាមកហើយជាចុងក្រោយយើងក៏ចាក់ជាមួយទឹកដោះគោរាវជាមួយទឹកដូងរបស់យើងហ្នឹងចូលទៅជាការស្រេចបន្តកូរវាឲ្យចូលគ្នាហើយទុកវាត្រជាក់សិនចាំយើងយកវាមកច្រកដាក់ដបតូចចាស់បងប្អូនឥឡូវនេះទឹកកាហ្វេរបស់យើងក៏បានត្រជាក់ហើយយើងក៏ចាប់ផ្ដើមចាក់ផ្ទេវាចូលទៅក្នុងកែវដែលមានមាត់ចេះមកដើម្បីងាយស្រួលចាក់ចូលទៅក្នុងដបរបស់យើងបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមចាក់ចូលដបរបស់យើងម្ដងមួយមកចំពោះទឹក3លីត្រនេះដែរគឺយើងចំណាយដើមអស់ប្រហែល20000ណាគ្រឿងផ្សំបងប្អូនហើយនឹងនៅថ្លៃដប20000អត់តាន់គិតថ្លៃដបទេណាបងប្អូននៅចឹងនឹងបូកថ្លៃដបទៀតវាចូល20000ជាងហើយចំពោះ100កាហ្វេនេះឥឡូវនេះកាហ្វេទឹកដោះគោដូងក្រអូបចំណុះ3លីត្ររបស់យើងក៏បានរួចរាល់ហើយបងប្អូនចំពោះរសជាតិវិញគឺថាឈ្ងុយកាហ្វេលាយឈ្ងុយដូងទៀតទៅធ្វើរសជាតិរបស់វាកាន់តែឆ្ងាញ់ហើយបើយើងខ្លះសេបានមួយយប់ចាំយើងយកមកញ៉ាំឬក៏យើងខ្លះសេកន្លែងកកឲ្យវាខាប់តិចគឺថារសជាតិរបស់វាឆ្ងាញ់ខ្លាំងបងប្អូនដូច្នេះមនុយនេះដែរគឺអាចខ្លះសេក្នុងទូទឹកកកបានមួយអាទិត្យណាជាចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា